ធរមែងរក្សានៅអ្នកប្រព្រឹត្តធរប៉ុន្តែធរមិនអាចមករក្សាយើងបានទេបើសិនជាយើងមិនចូលទៅរកធរទេនោះប្រៀបបីដូចជាអាហារក៏មិនអាចមកឲ្យយើងឆ្អែតបានដែរបើសិនជាយើងមិនបរិភោគនៅអាហារនោះទេឬកូនល្ងងបហាមុខកាលពីមុនហ្នឹងមានបរិះម្នាក់ដែលគាត់ជាអ្នកជំនួញរកស៊ីអីផ្សេងហ្នឹងគាត់ក៏ធ្វើដំណើរមកដល់ភូមិមួយហ្នឹងទៅមេឃក៏វាយប់ល្ងឹតអីចឹងទៅគាត់ក៏សម្រាកនៅកន្លែងហ្នឹងពេលល្ងាចហើយហ្នឹងចូលមកសម្រាកនៅចិត្តភូមិហ្នឹងទៅហើយនៅក្នុងផ្ទះហ្នឹងនៅចិត្តភូមិហ្នឹងវាមានបរិះម្នាក់ដែលជាជាងឈើហ្នឹងគាត់កំពុងតែធ្វើកិច្ចការងាររបស់គាត់ដែលជាជាងឈើហ្នឹងពីអ្នកកូនប្រុសរបស់គាត់ដល់ពេលគាត់ធ្វើចឹងទៅមូសនោះវាហើរចុះហើរឡើងមិនដឹងទៅណាមកខំពីលើក្បាលបរិះដែលជាឪពុកហ្នឹងហើយក្បាលគាត់នឹងតពេកផងនោះមូសខំចំពីលើក្បាលហ្នឹងដល់ពេលអញ្ចឹងគាត់ថាមើលកូនវាយមូសឲ្យពុកតិចមើលតើតកូននោះគេលឺអញ្ចឹងបានពុកចាំខ្ញុំបហាមូសឲ្យពុកមានអីស្ទុះវឹងទៅយកបថៅផ្លែធំមកពុះចំពីលើក្បាលឪហ្នឹងហើយក៏ឪពុកហ្នឹងក៏បែករលាក្បាលស្លាប់ទៅដល់ពេលអញ្ចឹងបរិះដែលជាអ្នកជំនួយនោះឃើញរឿងហ្នឹងឃើញហេតុការណ៍ហ្នឹងក៏លន់មាត់ថាមានសត្រូវជាបណ្ឌិតប្រសើរជាងមានមិត្តជាមនុស្សល្ងងមានសត្រូវជាបណ្ឌិតប្រសើរជាងមានកូនជាមនុស្សល្ងងរឿងហ្នឹងវាប៉ុណ្្នឹងទេប៉ុន្តែចង់អប់រំយើងថាការរស់នៅចិត្តជាមួយមនុស្សល្ងងខ្លាំងហ្នឹងគឺវានាំទុក្ខទោសអញ្ចឹងហើយរឿងល្ងងនេះគឺមិនមែនធម្មតាទេគឺវានាំបញ្ហាច្រើនណាស់ក្នុងសង្គមដូចជាមានរឿងថ្មីដែលយើងទើបតែដឹងអញ្ចឹងមានរឿងសង្សារសម្លាប់គ្នាអីណានៃអញ្ចឹងទៅអាហ្នឹងដោយសារអីនឹងបានទៅសម្លាប់គ្នាអញ្ចឹងបើយើងមើលដោយភ្នែកធម្មតាយើងថាដោយសារតែរឿងស្នេហារឿងអីណានៃអញ្ចឹងទៅប៉ុន្តែបើយើងមើលឲ្យស៊ីជម្រៅគឺដោយសារតែរឿងល្ងងខ្លៅហ្នឹងហើយអញ្ចឹងណារឿងអវិជ្ជារឿងម៉ូបាំងហ្នឹងណាបានធ្វើឲ្យមានបញ្ហាកាប់សម្លាប់គ្នានឹងកើតឡើងបើសិនជារឿងមានបញ្ញារឿងមានការចេះដឹងវាអាចមានបញ្ហានឹងកើតឡើងទេអញ្ចឹងរឿងល្ងងខ្លៅហ្នឹងគួរឲ្យភ័យខ្លាចអញ្ចឹងដូច្នេះហើយបានជាក្នុងព្រះធម៌សម្ដែងថាធម៌រមែងរក្សានៅអ្នកប្រព្រឹត្តធម៌ប៉ុន្តែធម៌មិនអាចមករក្សាយើងបានទេបើសិនជាយើងមិនចូលទៅរកធម៌ទេនោះប្រៀបបីដូចជាអាហារក៏មិនអាចមកឲ្យយើងឆ្អែតបានដែរបើសិនជាយើងមិនបរិភោគនៅអាហារនោះទេអញ្ចឹងបើសិនជាមនុស្សម្នាក់នោះគាត់មានធម៌គាត់មិនគិតនឹងធ្វើរឿងទាំងអស់ហ្នឹងទេអញ្ចឹងធម៌ហ្នឹងគឺជួយបានអញ្ចឹងព្រោះមានតែធម៌ទេទើបអាចព្យាបាលជំងឺផ្លូវចិត្តជាចំណេះដឹងក្នុងโลกនេះទោះយើងចេះដឹងច្រើនប៉ុណ្ណារៀនដល់កម្រិតណាក៏មិនអាចដោះស្រាយបញ្ហាផ្លូវចិត្តបានដែរ